បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺចំការកៅស៊ូរបស់បាទលោកអ៊ំអុកញ៉ាបណ្ឌិតម៉ុងរទ្ធីបាទហើយកាលពីខែ1ខែ2ហ្នឹងឃើញស្លឹកឬជ្រុះអស់ស្មានតែងាប់អស់ហើយតើបងប្អូនបាទឥឡូវចាប់ដើមលាស់ស្លឹកមកឡើងខៀវអស់លីងបាទហើយផ្កាមើលតាមស្រួលច្រឡំស្មើផ្កាស្ដៅបងប្អូនបាទស្តៀងស្ដៅក៏មានខុសប៉ុន្មានតិចបងប្អូនបាទផ្កាវាដូចការស្ដៅតិចឲ្យឡំថាកំពង់ចាមឲ្យទៅបងប្អូនបាទការកស៊ូនៅខេត្តសីហនុហើយនេះគឺកន្លែងគេជាជ័របងប្អូនបាទវាអត់មានជ័រទេជ័រវាខែនឹងខែក្តៅអញ្ចឹងវាអត់សូវស្រក់ក្តៅពេកអត់មានជ័រហើយក្នុងខាងក្រោមនេះគេរស់ត្រាយលងវាលអស់ហើយអត់មានឃុំមានអីខែនឹងខែក្តៅអញ្ចឹងសំតែមានឃុំមានអីអត់មានតែឃុំវានៅក្នុងយកាកស៊ូអញ្ចឹងតែគេដាក់ត្រង់ព្រាតតែគាត់ថាអត់មានជ័រវាខែនឹងខែក្តៅអត់ទឹកអត់អីមើលផ្កាវាបងប្អូនមើលផ្កាវាការដូចការស្ដៅអញ្ចឹងអត់មានខុសវាស្ដៅឯបន្តិចទេស្ដៅហ្មងហ្នឹងការវាប្រឡំតែស្ដៅការឲ្យពេលយប់ឡើងជះក្លិនឈ្ងុយបាទទៅដល់នោះគាស្នាក់នៅឡើយនោះដល់ពេលយប់ឡើងក្លិនផ្កាកស៊ូឡើងឈ្ងុយទៅដល់ក្នុងផ្កាកស៊ូនេះគឺស្នាមកន្លែងគេជាជ័របងប្អូនបាទពីដំបូងឡើយគឺគេជាពីខាងលើបាទចាត់ពីខាងលើមកដេញមកចឹងមកចាត់ដេញមកបន្តចឹងរហូតមកដល់ហ្នឹងគឺគេជ្រៀកជាយ៉ាអូមួយបងប្អូនបាទជ្រៀកជាយ៉ាអូហើយគឺគេចាក់វាមកដល់ធំនឹងបាទគឺមកដល់ក្រោមចឹងណាបាទហើយដល់ពេលស្អែកឡើងវាលេងហូរកន្លែងហ្នឹងគឺគេចាប់ដើមជាដេញមកខាងក្រោមទៀតជាដេញមកតិចចឹងមកដេញមករហូតអានេះមិនតិចខែបងប្អូន3 4ខែបានជាមកដល់ខាងក្រោមហ្នឹងបាទគឺគេចាក់មករហូតបាទចាក់ចឹងមកបាទរួចមកដល់ក្រោមចឹងណាបងប្អូនបាទនេះរួចគឺវាហូរមកចឹងមកបាទហើយតែឥឡូវវាអត់មានជ័រគេលែងមកចាយខែហ្នឹងវាក្តៅតែវាចេញដែរវាចេញតិចហើយជ័រកស៊ូវាហ្នឹងគឺបាទគឺស្អិតដូចអាកស៊ូស្វិតដូចអាកស៊ូកងយើងចឹងបងប្អូនបាទស្វិតហ្មងអាទាញមកយឺតឡើងដូចអាកស៊ូយើងធ្វើជាពីមចឹងពឹបបងប្អូនបាទដូចកស៊ូយើងធ្វើជាពីមចឹងហើយជាការធំដែរហ្នឹងបងប្អូនបាទឡើងបណ្ណានៃជាការមិនតិចដើមទេនេះច្រើនដើមផ្កាចាំមើលទៅទៀតហ្នឹងដល់ចាប់ដើមផ្លែបងប្អូនផ្លែដល់វាផ្លែហើយវាជ្រុះមកដុះដល់បងប្អូនបាទដុះនេះបាទសិតតែកូនកស៊ូដុះឡើងពេញហ្នឹងបងប្អូនបាទនេះវាផ្លែអាសេរីមុនហ្នឹងមកនេះឃើញបងប្អូននេះដុះឃើញអត់សិតដុះទៅដល់ពេលហើយហាងអ្នកមើលថែហ្នឹងគេកាត់ចោលអស់ចឹងណាបងប្អូនបាទសិតកូនកស៊ូដុះឡើងពេញហ្នឹងពេលផ្លែទៅវាធ្លាក់ជ្រុះហ្នឹងហើយបងប្អូនបាទវីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនសូមជម្រាបលាបងប្អូនបាទសុខសប្បាយ